តោះមកឆាក្តៅសាច់ជ្រូកច្រាមមួយខ្ញុំទាំងអស់គ្នាយើងយកគល់ខៃនិងខ្ទឹមនេះលីងបំពងវាឲ្យស្រួយឡើងក្រហមប៉ុណ្ណឹងមកហើយយើងដួសចេញដាក់មកអិនលើហីសាក់មកអិនលើទៀតណាបន្ទាប់មកថែមប្រេខ្ញុំប្រើប្រេងអូលីវហើយចាក់សាច់ជ្រូកច្រាមមកយើងចូលទៅជុំវាអញ្ចឹងណាបងប្អូនចេះជុំអត់ចេះតែស្មាតើអត់ចេះហើយយើងថែមប្រេងខ្យងប៊ីចេងបើអ្នកញ៉ាំប៊ីចេងហើយចាក់ជ្រោយទឹកថៃតិចមកហើយជុំវាទៀតទៅជុំវាឲ្យសព្វហើយទុកវាឲ្យមើលវាឡើងចេញទឹកអញ្ចឹងបងប្អូនហើយចេញទឹកហើយមើលវាមករៀងទឹកល្មមប៉ុណ្ណឹងថែមស្ករបន្តិចមកឲ្យវាមានជីរស់ឲ្យភ្លក់មើលទៅតាមចំណង់ចំណូលចិត្តហើយដាក់ម្ទេសបន្តិចសិនដើម្បីដួសឲ្យអ្នកដែរមិនចូលចិត្តម្ទេសហើយស្ទើរម្ទេសចេញទៅក្រៅបេះម្ទេសថែមសិនបកនិយាយទៅមានអ្នកម្ទេសហឹលខ្លាំងអញ្ចឹងត្រូវដាក់ជា2តង់ណាអញ្ចឹងទៅបេះអា fresh នៅក្រៅសិនយកមកដាក់ថែមបន្ទាប់ពីបេះម្ទេសមកហាន់រួចរាល់ហើយនេះឃើញវារៀងស្ងួតទឹកហើយអញ្ចឹងយើងចាប់ដាក់ម្រះព្រៅចូលម្រះព្រៅនេះស្រុកនេះប្រើតែម្រះព្រៅកកនិងគល់ខៃកកទេបងប្អូនអើយដាក់ចូលហើយថែមម្ទេសដែលចិត្តមិញហ្នឹងយើងទៅបេះមិញហ្នឹងថែមមកទៀតអានេះយកមកហឹលខ្លាំងអានេះមកហឹលញាក់នេះប៉ណ្ណឹងហើយបាត់ហើយអូអ៊ីស៊ីស្រួលណាស់ពិបាកតែយើងខ្ជិលតើហើយនឹងមិនឃ្លានតែក៏មិនឃ្លានហើយថែមខ្ជិលទៀតគឺអត់បានញ៉ាំប៉ុណ្្នឹងឯងនេះឌុំ